ធ្វើទៀនជាហេតុនាំឲ្យមានទ្រព្យសម្បត្តិច្រើនហ្នឹងហើយអញ្ចឹងទៅយើងចង់បានទ្រព្យសម្បត្តិច្រើនក៏យើងធ្វើទៀនទៅប៉ុន្តែបើយើងគិតថាដូចមិនចង់បានទ្រព្យសម្បត្តិច្រើនយើងមិនបាច់ធ្វើទៀនទេយើងរក្សាសិលទៅចឹងណាបងរក្សាសិលយើងស្ដាប់ធម៌យើងធ្វើបុណ្យអីផ្សេងទៅហ្នឹងហើយអាហ្នឹងយើងជឿដែរមានសទ្ធាដែរតាហ្នឹងហើយព្រោះតកតងរឿងការធ្វើបុណ្យកុសលនេះមិនមែនមានតែការធ្វើទានមួយទេវាមានជំរើសរបស់យើងតាមចិត្តដែលយើងចង់ហើយយើងធ្វើហេតុបែបណាវាត្រូវបានផលបែបហ្នឹងព្រោះជំរើសនៃការធ្វើបុណ្យព្រះអង្គសម្ដែងមាន10ចំណុចនោះគេហៅថាបញ្ញកិរិយាវត្ថុ10យើងខ្ញុំធ្លាប់លើឈ្មោះពាក្យហ្នឹងទេតើបញ្ញកិរិយាវត្ថុ10មានទី1ស្អីគេរាប់ហ៎ទានទី2សិលហ្នឹងហើយទី3ភាវនាទី4អបច្ចាយណៈការគោរពកោតក្រែងណាទី5វិយាវចៈណាខ្វល់ខ្វាយកិច្ចការងារបម្រើនៅក្នុងកិច្ចការងារបុណ្យកុសលផ្សេងណាហើយអីទៀតទី6ចែកបុណ្យណាចែកបុណ្យជូនបុណ្យណាបាតានុមោទនាអនុមោទនាបុណ្យចែកបុណ្យទី6ចែកបុណ្យអនុមោទនាបុណ្យទី7អីទៀតស្ដាប់ធម៌ណាស្ដាប់ធម៌ហើយទី9សម្ដែងធម៌ដែលអាត្មាកំពុងសម្ដែងធម៌ញាតិញោមកំពុងស្ដាប់ធម៌អញ្ចឹងណាហ្នឹងហើយមានស្ដាប់មានសម្ដែងហើយធម៌នៅក្នុងទីនេះដែលឲ្យទៅសំបីអវាទពាក្យអប់រំរបស់ឪពុកម្ដាយទៅលើកូនណាអាហ្នឹងក៏ចូលដែរចូលនៅក្នុងហ្នឹងដែរហើយចុងក្រោយគឺសមាទិដ្ឋិណាយល់ឃើញត្រូវទិដ្ឋុជកម្មៈហ្នឹងបាទអញ្ចឹងតកតងនៅក្នុងចំណុចទាំងអស់នេះគឺជាបុណ្យកុសលទាំងអស់ណាបុណ្យកុសលទាំងអស់ហើយបុណ្យកុសលទាំងអស់ទាំង10ចំណុចហ្នឹងយើងធ្វើទៅវាបានផលខុសគ្នាអញ្ចឹងណាវាបានផលខុសគ្នាឧទាហរណ៍ថារឿងការដែលយើងធ្វើទានទៅផលដោយត្រង់ចំពោះចំណុចសំខាន់រឿងសបោទ្របណាការចិត្តណាសបោទ្របតែហើយផលកុសលថ្នាក់សិលដែលយើងបានធ្វើហ្នឹងយើងធ្វើឲ្យមានអាយុវែងទៅមានពណ៌សម្បុររូបសម្បត្តិអីស្អាតអញ្ចឹងណាញាតិញោមហ្នឹងអាហ្នឹងដោយត្រង់ដោយចំពោះនោះហើយផលដោយអមហ្នឹងក៏មានច្រើនទៅទៀតដែរហើយភាវនាហ្នឹងគឺជាសមថៈជាវិបស្សនាអាហ្នឹងវាឲ្យចម្រើនបញ្ញាជាបច្ច័យនៃលោកតរធម៌តែហ្នឹងហើយតកតរឿងអីគេរឿងការគោរពកោតក្រែងអាហ្នឹងសំពូជមួយកើតជាតិណាតកូលខ្ពង់ពោះព្រោះយើងចេះគោរពចំពោះបុគ្គលដែលគូគោរពហើយខ្វល់ខ្វាយវិយាវចៈនៅក្នុងកិច្ចការងារបុណ្យកុសលទៅដូចនៅបុណ្យនេះចឹងញាតិញោមខ្លះមិនមានទ្រព្យអីចូលរួមប៉ុន្តែគាត់ខ្វល់ខ្វាយណាញាតិញោមខ្វល់ខ្វាយដោយកម្លាំងរបស់គាត់នឹងជួយនេះជួយនោះសពគ្រប់បែបយ៉ាងទាំងអស់ជាកិច្ចការងារជាបុណ្យកុសលហ្នឹងបុណ្យកុសលគ្រាន់តែខ្វល់ខ្វាយហ្នឹងក៏ជាបុណ្យដែរហ្នឹងក៏ជាបុណ្យកុសលមួយនាំឲ្យបានទទួលនៅសេចក្តីសុខសេចក្តីចម្រើនដែរហ្នឹងហើយពេលយើងធ្វើបុណ្យទៅយើងមានការចែកបុណ្យជូនបុណ្យដល់អ្នកអតីអញ្ចឹងណាការដែលយើងធ្វើបុណ្យរួចទៅចែកបុណ្យជូនបុណ្យដល់អ្នកអតីនេះអាហ្នឹងក៏ជាបុណ្យកុសលមួយដែរអញ្ចឹងណាញាតិញោមធ្វើបុណ្យឲ្យដែរចែកជូនបុណ្យដល់គេទេហ្នឹងហើយចែកតែបើអាហ្នឹងគឺជាបុណ្យមួយដែរណាជាបុណ្យកុសលមួយដែរហើយម្យ៉ាងទៀតយើងកុំចែកបុណ្យតែមនុស្សគ្នាឯងចែកដល់ទេវតាផងញាតិញោមដែរចែកបុណ្យដល់ទេវតាទេហ្នឹងហើយចែកបុណ្យដល់ទេវតាថែរក្សានៅផ្ទះនៅអីចឹងផងទៅហ្នឹងហើយនៅពេលដែលយើងធ្វើបុណ្យចែកបុណ្យជូនបុណ្យដល់ទេវតានៅក្នុងអន្តកថារតនសូត្រអន្តកថាបិដកលេខ52ហ្នឹងក្នុងមានសម្ដែងរតនសូត្រធัวយានីហ្នឹងលោកនិយាយអំពីរឿងមនុស្សហ្នឹងបានធ្វើនៅពលីកម្មចំពោះទេវតាពលីកម្មហ្នឹងមានពីរទី1គឺការសែនយើងហៅសែនបាយទឹកនំចំណីអញ្ចឹងណាបងញាតិញោមបងហ្នឹងសែននៅទិសចំពោះទេវតាហ្នឹងទៅហើយបើសិនពេលយប់ទេក៏អុជប្រទីបបើកពន្លឺភ្លើងអីដូចយើងបូជាព្រះសម្មាសម្ពុទ្ធអញ្ចឹងណាហ្នឹងគឺជាពលីកម្មដល់ទេវតាមួយ
មួយទៀតលោកបញ្យល់តើទៅនឹងការធ្វើបុណ្យកុសលមានការធ្វើទានមានការរក្សាសិលហើយដល់ហើយទៅសំបីរៀបចំចាត់ចែងកម្មវិធីសម្ដែងធម៌អញ្ចឹងហ្នឹងក៏ឃើញអន្តរកថាលោកបញ្ជាក់ដែរហើយលោកប្រាប់ថាបន្ទាប់មកចែកបុណ្យជូនបុណ្យដល់ទេវតារហូតដល់ព្រំឃើញអន្តរកថាលោកឲ្យយើងចែកបុណ្យណាញ៉ឹមចែកបុណ្យជូនបុណ្យដល់ទេវតារហូតដល់ព្រំទៀតក៏យើងចែកបុណ្យជូនបុណ្យទៅហ្នឹងអញ្ចឹងនៅពេលណាដែលមនុស្សបានធ្វើនៅពលិកម្មរបៀបនេះចំពោះទេវតាគេដឹងគុណយើងគេនឹងជួយបីបាច់ថែរក្សាការពារយើងក្នុងព្រះអត្តកថាលោកប្រាប់ថាជួយនាំនៅអំពើដែលមិនជាប្រយោជន៍ចេញនាំនៅអំពើអ្វីដែលជាប្រយោជន៍ចូលឧទាហរណ៍អ្វីមួយដែលមិនជាប្រយោជន៍នៅក្នុងជីវិតរបស់យើងគេនាំអំពើនឹងចេញអស់មិនឲ្យយើងជួបនៅអំពើអីដែលមិនជាប្រយោជន៍អញ្ចឹងទេហើយទេវតាគេប្រឹងនាំយកអំពើអីដែលជាប្រយោជន៍ក្នុងជីវិតយើងរស់ស៊ីនឹងគេជួយទំនុករងឧបត្ថម្ភអីឲ្យរស់ស៊ីមានបានកាក់កបអីចឹងទៅអន្តរាយផ្សេងគេនាំចេញចឹងទៅគេនាំតែអ្វីដែលជាប្រយោជន៍ចូលនៅក្នុងជីវិតយើងល្អទេញ៉ឹមបានទេវតាជួយល្អទេល្អយើងមិនបាច់ទៅបន់ទេវតាទេយើងរកវិធីសាស្ត្រគឺធ្វើពលិកម្មចំពោះទេវតាវិញហ្នឹងហើយការចែកបុណ្យជូនបុណ្យអីចឹងទៅហ្នឹងជាទេវពលិហ្នឹងទេវពលិយើងធ្វើពលិកម្មចំពោះទេវតាចឹងទៅអាហ្នឹងក៏បានសម្រេចជាបុណ្យកុសលណាបងញ៉ឹមបុណ្យកុសលហ្នឹងអាហ្នឹងគឺជាការចែកបុណ្យជូនបុណ្យគឺនៅពេលដែលយើងចែកបុណ្យជូនបុណ្យដល់ទេវតាទី1យើងបានបុណ្យកុសលនៅក្នុងគណៈពេលហ្នឹងហើយទី2ដោយគុណានុភាពនៃបុណ្យរបស់យើងបានធ្វើទៅទេវតាគេដឹងគុណយើងគេជួយថែរក្សាការពារយើងទៀតអញ្ចឹងយើងមានតែសេចក្តីចម្រើនទេហ្នឹងរឿងយើងចែកបុណ្យជូនបុណ្យហើយតេតងគ្នាជាមួយនឹងរឿងធម្មទេសនាអនុមោទនាណាដល់ធម្មទេសនាអនុមោទនាចែកបុណ្យជូនបុណ្យគេអនុមោទនាបុណ្យរឿងអនុមោទនាបុណ្យហ្នឹងក៏បានបុណ្យដែរឧទាហរណ៍តែយើងមិនបានធ្វើបុណ្យនឹងផ្ទាល់ទេប៉ុន្តែយើងឃើញញាតិមិត្តបងប្អូនអីគេធ្វើបុណ្យទៅយើងអនុមោទនាបុណ្យគេត្រេកអរតាមណាត្រេកអរតាមចំពោះបុណ្យកុសលដែលគេបានធ្វើទៅពេលហ្នឹងយើងអត់បានចំណាយទ្រព្យសម្បត្តិអីក៏ពិតមែនប៉ុន្តែឲ្យតែយើងមានចិត្តត្រេកអរអនុមោទនាបុណ្យហ្នឹងក៏បានដល់យើងដែរហ្នឹងហើយអាហ្នឹងវិធីសាស្ត្រនៃការធ្វើបុណ្យមិនមែនតទៅអស់លុយទេណាញ៉ឹមអត់អស់លុយក៏ធ្វើបុណ្យដែរណាគ្រាន់តែមានចិត្តជ្រះថ្លាឃើញគេធ្វើបុណ្យហើយយើងអនុមោទនាបុណ្យរបស់គេតែដូចសម័យពុទ្ធកាលឧបាសិកាវិសាខាគាត់មានលុយច្រើនដោយសារគាត់ចូលចិត្តធ្វើទានអញ្ចឹងណាញ៉ឹមគាត់កើតតកូលជាសេដ្ឋីកូនអនាថបិណ្ឌឧបាសិកាវិសាខាកូនធនិញជ័យសេដ្ឋីហ្នឹងឯងហើយគាត់ធ្វើបុណ្យហើយគាត់ជ្រះថ្លានៅក្នុងពុទ្ធសាសនាបានកសាងវត្តពពារាមចឹងណាបងញញឹមកសាងវត្តពពារាមហ្នឹងវេថ្វាយចំពោះព្រះសម្មាសម្ពុទ្ធហើយនិងព្រះភិក្ខុសង្ឃនៅពេលដែលគាត់កសាងរួចគាត់ធ្វើបុណ្យឆ្លងរួចទៅគាត់បានចែកបុណ្យជូនបុណ្យដល់ញាតិមិត្តបងប្អូនគាត់ទាំងអស់ហើយស្រាប់តែក្នុងការនោះមានស្ត្រីម្នាក់ជាញាតិមិត្តរបស់គាត់បានអនុមោទនាបុណ្យណាញាតិញោមបងអនុមោទនាបុណ្យដែលគាត់កសាងវត្តពពារាមហ្នឹងមិត្តហ្នឹងគាត់មិនបានទៅចូលរួមចំណាយទ្រព្យសម្បត្តិលុយកាក់អីអត់ទេបានតែបុណ្យមួយគឺអនុមោទនាទៅប៉ុណ្ណឹងបន្ទាប់ពីស្លាប់ទៅគាត់ទៅកើតឋានសួគ៌ញាតិញោមហើយមានវិមានប្រាសាទទៅទៀតហ្នឹងហើយគាត់អត់បានធ្វើបុណ្យខ្លួនឯងទេគ្រាន់តែបានត្រេកអរអនុមោទនាជ្រះថ្លាចំពោះបុណ្យកុសលដែលអ្នកអតីតធ្វើឲ្យចែកឲ្យប៉ុណ្ណឹងចឹងចំណុចហ្នឹងក៏ជាចំណុចល្អដែរណាញាតិញោមឃើញអ្នកដតីណាគេធ្វើបុណ្យកុសលទៅគេចែកបុណ្យជូនបុណ្យចឹងយើងព្យាយាមអនុមោទនាយកទៅណាញាតិញោមហ្នឹងហើយកុំឲ្យថាគេចែកបុណ្យជូនបុណ្យហើយមុខកមើមិនព្រមទទួលទៀតណាហ្នឹងយើងសប្បាយចិត្តសប្បាយចិត្តរីករាយហើយត្រង់អាកាសសប្បាយចិត្តរីករាយព្រមត្រេកអរអនុមោទនាចំពោះបុណ្យគេហ្នឹងណាអាហ្នឹងគឺជាបុណ្យរបស់យើងដែរពេលហ្នឹងយើងធ្វើខ្លួនឯងនៅការត្រេកអររីករាយជ្រះថ្លាតាមសេចក្តីល្អរបស់គេហ្នឹង
đang vừa dựng bàn bọn của sao hai thà bát tà mô tần nế nó phải nè bát tà mô tần nế phải thà mô tần nế nói chùm này bón đá cái bạn ơi là ngày hay để tàu rừng ca sẽ đạp thua ca sẽ đánh thua đấy là đang cứ bọn thông thề chứ cả bọn thông thề nè pro bật tới chia thầm mà tiền nè chia thầm mà tiền ca sầm đai bật thua có bật tới chia thầm mà tiền hay nhiệt nhôm này cầm bông tè dọc chất tục đã sẽ đạp thua đấy có bật tới chia thầm mà tiền được nè hay thầm mà tiền nâng pre sầm sam phút bóng sầm đai sờ xa thá sắp mà tiền nâng thầm mà tiền nâng chỉ nhiệt tệ cả ao nơi thua chia tiền chỉ nè tiền từng buồn pro bộc cua để ban sẽ đạp thua nâng mình toán nè mình toàn thà ban sầm đại quân là thua ấy ai sẽ đạp rơi tới khi em phải bạt tới lặt tập phò trong cõi ai sầm đại quân là thua bạn ấy nè là mình toàn biên sao lên đập sẽ đạp thua tới chỉ là khá là xa xờ từ tầm động chia về giáo cho ra nữa nhỉ nữa nè được nhiệt dung nơi tiền đi trường ca u ta ho thà mình toàn biên sờ tới lọc sầm đạp sạt lọc ấy chẳng tới đập sẽ đạp tại ban sẽ đạp thua tới cao ca phay khlại chứ nè thì là gì ở bạn này lập sản đang từ ở bài phùm từ nửa độ đông tục lục bạc thằng ngốt này chẳng bệnh mà bắt đầu phải không phăng là xa xa đây này chẳng ca trên phi ca sắp thua nó sắp thua tới bản nhà con vô đăng từ tại mà đón nó miền bản nhà ca lại thời con nó ai chơi diêm prang prang mình phơi nó bự bạc to từ tiền ai con trên nệm miền sở con cất tháng 3 nâng nòm ở chụp tục lục bạc cho ra được nông bài giờ phùm ở càng chứ chẳng là thay anh sốc chất ô thôi thà chụp tục lục bạc không mà đâu không chắc và tay mình ơi chụp tục lục bạc được bài giờ phùm này và bài giờ phùm cứ mệt tục lục bạc rồi mình đồ dừng tới sẽ tập lương che thằng bóng ấy chứ đúng ai dân con ta là lẹp lương tinh tụi nhưng là tục lục bạc này hay cho tầm rom từ nửa ruộng đang che nông phượng che tịch nặng ta tục lục bạc phần này là bên chẳng tới vừa dưỡng khắc khom prang prep chi diêm to số chùm né rol upasat từng óc thấy vi trả thơm bự bạn